ព្រះច័ន្ទពេញបូរមីដើមខែកុម្ភៈដែលគេឲ្យរហស្សនាមថាដួងច័ន្ទព្រិល Full Snow Moon នឹងបញ្ចេញពន្លឺច្បាស់បំផុតនៅវេលាយប់ថ្ងៃទី1ឈានចូលថ្ងៃទី2ខែកុម្ភៈដោយរះចំកណ្ដាលក្រុមតារានិករ Cancer និងនៅគៀកបង្កាយនឹងកញ្ចុំផ្កាយសម្បុកឃ្មុំឬ Beehive Cluster ការជួបគ្នានេះគឺជាទស្សនវិជ្ជាដែលកម្រនិងស្រស់ស្អាតបំផុតជាធម្មតាកញ្ចុំផ្កាយសម្បុកឃ្មុំមើលទៅដូចជាពពកផ្កាយដ៏ស្រទន់មួយប៉ុន្តែនៅយប់ព្រះច័ន្ទពេញបូរមីនេះទីតាំងរបស់វានឹងធ្វើឲ្យទស្សនវិជ្ជាមេឃកាន់តែមានមន្តស្នេហ៍ឈ្មោះថាដួងច័ន្ទព្រិលនេះមានប្រភពមកពីប្រពៃណីរដូវរងាបុរាណខែកុម្ភៈច្រើនតែជាខែដែលមានព្រិលធ្លាក់ខ្លាំងបំផុតប្រចាំឆ្នាំនៅអត្តកូលខាងជើងដែលធ្វើឲ្យការធ្វើដំណើរមានការលំបាកហើយអាហារក៏មានសភាពខ្សត់ខ្សោយហើយដូច្នេះហើយតាមវប្បធម៌ផ្សេងៗដួងច័ន្ទនេះក៏មានឈ្មោះហៅក្រៅដ៏មានអត្ថន័យផ្សេងទៀតផងដែរលើពីឈ្មោះនិងវិទ្យាសាស្ត្រដួងច័ន្ទព្រិលតែងតែជានិមិត្តរូបនៃភាពអត់ធ្មត់វាលេចរូបរាងឡើងក្នុងកំឡុងពេលដែលត្រជាក់បំផុតនៃរដូវរងាដើម្បីរំលឹកមនុស្សគ្រប់គ្នាថារដូវកាលដ៏លំបាកនេះជិតដល់ទីបញ្ចប់ហើយដូច្នេះនៅយប់រំលងអធ្រាត្រថ្ងៃទី1ខែកុម្ភៈនេះប្រសិនបើមេឃស្រឡះសូមកុំភ្លេចងើបមើលទៅលើមេឃព្រោះខែកុម្ភៈគឺជាកំឡុងពេលរដូវប្រាំងដែល